ជំរាបសួរបងប្អូនដល់គ្នាសុខសប្បាយអត់ខ្ញុំមកថតទេសភាពឲ្យបងប្អូនមើលនៅខាងក្រៅហើយនេះគឺជាផ្កា lavender ពណ៌ស្វាយផ្កាហ្នឹងពិតជាស្រស់ស្អាតមែនតើបងប្អូនអើយហើយមើលគុំផ្កានឹងធំហ្មងណាហើយវាគឺជាប្រភេទផ្កាដែលដាំដូចថាដុះរាល់ឆ្នាំទោះថាវាដុះហើយវាដុះទៀតចឹងណាវាអត់ងាប់ទេគឺវារស់រហូតយើងដាក់នៅខាងក្រៅផ្ទះរបស់យើងនៅក្នុងដីនឹងឲ្យទោះវាត្រជាក់ឬក៏ធ្លាក់ព្រិលអីអញ្ចឹងវាអាចនឹងត្រឡប់មកវិញនៅឆ្នាំក្រោយនេះពិតស្រស់ស្អាតណាស់ផ្កាហ្នឹងខ្ញុំចង់ដាំវាយូរហើយអានេះនៅឯទៅថានៅព្រះវិហារចឹងណាហើយខ្ញុំទៅព្រះវិហារថ្ងៃអាទិត្យចឹងទៅក៏ឃើញផ្កាហ្នឹងវាស្អាតហើយចាប់អារម្មណ៍ក៏ថតវីដេអូឲ្យបងប្អូនមើលឃើញអត់បងតើចាប់ផ្ដើមខែរដូវផ្ការីកបងប្អូនរដូវផ្ការីកនៅក្នុងសហរដ្ឋអាមេរិកហ្នឹងគឺមានរយៈពេល3ខែហើយយើងដឹងថាពេលដែលយើងមកនៅអាមេរិកនេះគឺអាកាសធាតុវាមាន4រដូវធ្លាក់ព្រិលរដូវផ្ការីករដូវក្តៅនិងរដូវស្លឹកឈើជ្រុះហើយសម្រាប់រដូវផ្ការីកពេលដែលមកដល់ចឹងស្លឹកឈើផ្កាស្មៅអីវាដុះមកត្រឡប់មកវិញហើយយើងមើលទៅជីវិតខាងធម្មជាតិពិតជាអស្ចារ្យមែនតើដោយសារតែពួកវាធ្លាប់តារដូវធ្លាក់ព្រិលត្រជាក់អីចឹងវាចាប់វាងាប់ហើយនៅពេលដែលរដូវស្លឹកផ្ការីកមកវិញចឹងទៅធម្មជាតិផ្កាដើមឈើស្មៅអីទាំងអស់វាមករស់រានមានជីវិតឡើងវិញចឹងបងប្អូនដូចថាមើលទៅវាពិតជាអស្ចារ្យមែនតើសម្រាប់ធម្មជាតិនៅលើផែនដីហ្នឹងដូចថាវាងាប់ហើយវារស់ឡើងវិញពិតជាអច្ឆរិយៈមែនតើហើយផ្កានេះខ្ញុំថតឲ្យបងប្អូនមើលសង្ឃឹមថាបងប្អូនចូលចិត្តសូមបងប្អូនជួយចុច like comment លើកទឹកចិត្តសម្រាប់ខ្ញុំក្នុងការធ្វើវីដេអូបន្ថែមទៀតអរគុណ